នៅក្នុងវីដេអូនេះគឺយើងនឹងធ្វើការរៀនអំពីការប្រើប្រាស់នៅកម្មវិធី Microsoft Office Word ដែលធ្វើសម្រាប់អ្នកប្រើប្រាស់មួយចំនួនដែលគាត់មានការបញ្ហាទៅលើការសេរីទៅលើប្រភេទកិច្ចការកណ្ដាស់ជា A4 អញ្ចឹងនៅពេលដែលយើងបង្កើតនៅ file ថ្មីបាទឬក៏យើងបង្កើតនៅឯកសារកិច្ចការនៅក្នុងកម្មវិធី Word ថ្មីមកជា default របស់កម្មវិធី Word គឺវានឹង load ចូលមកកាន់ letter នេះបាទអញ្ចឹងអ្នកប្រើប្រាស់ទាំងអស់គ្នាត្រូវតែចូលមកកាន់ paper size បាទសុំទៅចូលមកកាន់ layout size ហើយយើងធ្វើការ select យក A4 ទៅនៅពេលយើងយកទៅ print กระดาษកិច្ចការរបស់យើងគឺមិនមានការ error ឬក៏ធ្វើឲ្យខូចនៅកិច្ចការដែលយើងបានធ្វើហើយអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការ set up រាល់ដែលយើងបើកកម្មវិធី Word ភ្លាមវានឹង load ចូលមកកាន់ A4 auto បាទអញ្ចឹងកុំឲ្យខាត់ពេកអញ្ចឹងយើងចូលមកកាន់ដំបូងយើងចូលមកកាន់ layout បាទយើងចូលមកកាន់ paper size ហើយយើង select យក A4 បាទអញ្ចឹងយើងចុចចូលសញ្ញាព្រួយមួយនេះឬក៏គេហៅថា tiny pop up ដែលមាននៅជាក្រុម set ទី1នៅក្នុង layout ribbon អញ្ចឹងយើងចុច click open ហ្នឹងមកអញ្ចឹងវានឹង pop up window មួយបាទអញ្ចឹងយើងចូលមកកាន់ paper នេះហើយយើងចុច set as default អញ្ចឹងយើងមើលផងណា paper size នេះជា A4 យើងរើសយក A4 ណាបើសិនជាវាអត់ជា A4 យើងរើសយក A4 អញ្ចឹងយើង set default មកយើងចាស់បាទអញ្ចឹងយើងធ្វើការបិទកិច្ចការយើងដើម្បីធ្វើការ testing ហើយខ្ញុំសូមធ្វើការបង្កើតថ្មីមួយបាទអញ្ចឹងនៅពេលយើងបង្កើតភ្លាមយើងចូល check មើលអញ្ចឹងឃើញមាននៅ A4 auto ឯងវាលេងទៅជា letter ទៀតហើយThe prank goes right, but it never